មេដឹកនាំតៃវ៉ាន់បង្ហាញការគាំទ្រដល់ជប៉ុនក្នុងចំនួនការទូតជាមួយចិនកាលពីថ្ងៃប្រហ័សម្សិលមិញនេះមេដឹកនាំតៃវ៉ាន់លោកឡៃឈីងតេបានបង្ហាញការគាំទ្ររបស់លោកដល់ប្រទេសជប៉ុនតាមរយៈការបង្ហោះរូបភាពអាហារស៊ូស៊ីនិងគ្រឿងសមុទ្រមានប្រភពមកពីជប៉ុនបន្ទាប់ពីចិនបានប្រកាសថានឹងដាក់បម្រាមហាមឃាត់ការនាំចូលលើគ្រឿងសមុទ្រជប៉ុនទាំងអស់លោកឡៃបានបង្ហោះរូបភាពញ៉ាំអាហារថ្ងៃត្រង់ស៊ូស៊ីធ្វើពីត្រីលឿងកន្ទុយវែងមកពីទីក្រុងហ្គាហ្គោឈីម៉ានិងស្កាឡុបមកពីទីក្រុងហាក់ខៃដូប្រទេសជប៉ុនលើបណ្ដាញសង្គម X ដោយសរសេរអក្សរជប៉ុនថាអាហារថ្ងៃត្រង់ថ្ងៃនេះមានស៊ូស៊ីនិងស៊ុបមីសូទំនាក់ទំនងរវាងជប៉ុននិងចិនបានធ្លាក់ចូលក្នុងភាពតានតឹងជាថ្មីបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនថ្មីលោកស្រីសាណាអ៊ីតាកាអ៊ីឈីបាននិយាយថានឹងជួយអន្តរាគមន៍ទំនាក់ទំនងលទ្ធភាពដែលចិនប្រើកម្លាំងយោធាលើតៃវ៉ាន់ក្រោយមកចិនបានប្រកាសថានឹងផ្អាកការនាំចូលគ្រឿងសមុទ្រពីជប៉ុនសូមជម្រាបថារដ្ឋបាលតៃវ៉ាន់ដែលបដិសេធបំណងចងគ្រប់គ្រងទីក្រុងប៉េកាំងក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយក៏ត្រូវបានហាមមិនឲ្យនាំចូលអាហារស្រដៀងគ្នាទៅនឹងចិនដែររួមទាំងផ្លែម្នាស់និងត្រីតៃវ៉ាន់ដែលទីក្រុងតៃប៉េនិយាយថាជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធនេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល